ចំពោះអ្នកដែលចូលចិត្តញ៉ាំជ្រក់បែបជូរហឹលតិចជាមួយនឹងសាច់មាន់សាច់ជ្រូកអាំងចេះអីបងអាចមើលវិធីសាស្ត្ររបស់ខ្ញុំបាននិយាយទៅគឺខ្ញុំធ្វើងាយមែនតើហើយខ្ញុំគិតថាបងខ្លះគឺគាត់ចេះហើយប៉ុន្តែភាគច្រើនគឺមានតែអូនទេដែលគាត់អត់សូវចេះអញ្ចឹងអ្នកដែលចង់មើលអាចមើលវិធីសាស្ត្ររបស់ខ្ញុំបានខ្ញុំមានជាមួយមាន់លាងសម្អាតឲ្យស្អាតមកមានកាភ្លើមួយនឹងហើយប្រឡាក់ជាមួយអំបិលតិចហើយពេលហ្នឹងខ្ញុំអត់មានស្រោមដៃអញ្ចឹងហើយខ្ញុំប្រើតាគៀបធ្វើអញ្ចឹងហ្មងទៅអត់បានប្រឡាក់ពេញលេញទេហើយដាក់ជាមួយនឹងរ៉ូឌីបន្តិចអញ្ចឹងទៅមុនដំបូងថាញ៉ាំតមាន់ដែរប៉ុន្តែដល់ពេលហើយចង់ញ៉ាំមួយសាច់ជ្រូកទៀតក៏ថែមសាច់ជ្រូកម្ដុំទៅប៉ុន្តែសាច់នេះសិតតែខ្លាញ់ហ្មងសាច់ខ្លាញ់អញ្ចឹងបើសិនយកទៅស្ងោរឆ្ងាញ់ជាងបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងម្រេចតិចដាក់ឲ្យវាឆិលឈ្ងុយអីអញ្ចឹងអូនអ្នកដឹងមិននិយាយរត់តែជាប់មាត់រហូតបន្ទាប់មកខ្ញុំយកទៅអាំងចេះសិនណាបងនិយាយទៅអាំងនៅក្នុងហ្នឹងគឺស្រួលមែនតើម៉ាស៊ីនបំពងស្ងួតដែរយើងអាចមានពេលធ្វើអីផ្សេងទៀតបានបន្ទាប់មកខ្ញុំមកឈូសជាមួយនឹងឆៃថាវម្ដងនិយាយទៅខ្ញុំចង់បានម៉ូតវាអីអញ្ចឹងណាបន្ទាប់មកខ្ញុំក៏យកកបិតមុខពីរយកមកហាន់ជាចំណិតស្ដើងចេះហើយសម្រាប់បទពិសោធន៍របស់ខ្ញុំហ្មងកបិតមុខពីរមុខស្ដើងអញ្ចឹងគឺហាន់ស្រួលទេបងជាប់អញ្ចឹងចាញ់អាមុខធំទេអាមុខធំឈូសស្រួលជាងដូចម៉ាក់ខ្ញុំថាមែនតាបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងការ៉ុត1មើមទៀតឈូសឲ្យវាចេញជាសរសៃសិនមកបន្ទាប់មកទៅចិតវាដូចឆៃថាវដែរអញ្ចឹងណាហើយខ្ញុំប្រឡាក់ជាមួយអំបិលដើម្បីឲ្យវាទន់ហើយកុំឲ្យវាមានធំក្លិនអីអញ្ចឹងណាឲ្យវាទន់អញ្ចឹងទៅច្បាច់ហើយយើងទុកចោលបន្តិចទៅវាប្រហែលជាកន្លះម៉ោង4-10នាទីអីវាចេញទឹកមកហើយបន្ទាប់មកទៀតខ្ញុំងាកមកហាន់ជាមួយនឹងខ្ទឹមក្រហមខ្ទឹមសម្ដងចំពោះខ្ទឹមនេះអាចហាន់ឲ្យតូចជាងនឹងក៏បានឬក៏បុកអីក៏បានកិនក៏បានដែរប៉ុន្តែខ្ញុំចង់ញ៉ាំទៅប៉ះខ្ទឹមអញ្ចឹងធំឡើងឈ្ងុយអីចឹងទៅបន្ទាប់មកខ្ញុំមកហាន់បន្តជាមួយនឹងខ្ទឹមសខ្ទឹមអីរបស់ខ្ញុំទៀតអញ្ចឹងណាហើយចំពោះគ្រឿងនេះគឺខ្ញុំដាក់អីដែលខ្ញុំមានខ្ញុំធ្វើតាមនឹងអញ្ចឹងទៅបើពេលខ្លះបងអាចដាក់ជាល្ហុងដាក់ជាតែសក់បន្ថែមទៀតក៏កាន់តែឆ្ងាញ់ដែរតែខ្ញុំនៅផ្ទះមានអីគឺខ្ញុំធ្វើតែនឹងញ៉ាំទេបងហើយយើងចិតវាជាចំណិតតូចអញ្ចឹងមកហើយមានជាមួយនឹងដើមខ្ទឹមទៀតដើមខ្ទឹមខ្ញុំហាន់គល់ឲ្យខ្លីអញ្ចឹងណាបងបន្ទាប់មកទៅខ្ញុំហាន់វារៀងវែងជាងនឹងបន្តិចនិយាយទៅជ្រក់នេះគឺធ្វើបែបងាយមែនតែនបងហើយអត់ពិបាកធ្វើទេបន្ទាប់មកខ្ញុំហាន់ជាមួយនឹងម្ទេសម្ដងចំពោះម្ទេសដាក់តាមតម្រូវការទៅចូលចិត្តហឹលចូលចិត្តអត់ហឹលអីអញ្ចឹងណាខ្ញុំគឺដាក់មកល្មមដែរទេបងបន្ទាប់មកងាកមកមើលសាច់របស់យើងវិញគឺឆ្អិនហើយប៉ុន្តែខ្ញុំចង់ឲ្យវាក្រៀមជាងនឹងតិចទៀតអញ្ចឹងណាហើយសាច់ជ្រូកឡើងធំដល់ពេលវាក្រៀមអស់ខ្លាញ់ហ្នឹងទៅឡើងទូចហ្មងបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងរ៉ូឌីដាក់ជាមួយនឹងស្ករសបន្ថែមជាមួយនឹងទឹកត្រីតាមពិតហ្នឹងជ្រក់នេះរសជាតិរបស់វាគឺផ្អែមជូរប៉ុន្តែខ្ញុំអត់សូវចង់ញ៉ាំគ្រឿងច្រើនអញ្ចឹងណាបងអញ្ចឹងហើយខ្ញុំក៏ដាក់តែល្មមតិចទេបងបន្ថែមស្ករជាងនឹងតិចទៅហើយខ្ញុំបន្ថែមជាមួយនឹងក្រូចឆ្មាបងដាក់ទឹកខ្មេះក៏បានដែរងាកមកបន្លែរបស់យើងវិញគឺចេញទឹកល្វិតអីអញ្ចឹងណាបងហើយខ្ញុំក៏លាងសម្អាតវាស្អាតអញ្ចឹងមកកលែងវាចោលមកទឹកសិនដោយសារវាមានអំបិលមានអីអញ្ចឹងណាបន្ទាប់មកខ្ញុំដាក់ត្រាំវាចោលបន្តិចហើយទៅពូតវាចេញពូតទឹកវាស្អាតឲ្យស្រះទឹកល្អបងនិយាយទៅពេលដែលយើងពូតអញ្ចឹងវាអត់បាក់បន្លែអីហ្មងទេបងដោយសារតែវាទុនអស់ដែរអញ្ចឹងណាបន្ទាប់មកយើងយកមកច្របល់នៅក្នុងចានទឹកជ្រលក់ដែលយើងបានកូរវិតមុននេះហ្នឹងហើយភ្លក់មើលទៅតាមតម្រូវការសម្រាប់របៀបធ្វើខ្ញុំបង្ហាញបងអញ្ចឹងមែនប៉ុន្តែមិនថាឲ្យបងដាក់គ្រឿងទេសដូចខ្ញុំទាំងអស់ទេដោយសារតែម្នាក់ញ៉ាំខុសគ្នាអ្នកខ្លះចូលចិត្តញ៉ាំគ្រឿងដិតអីចឹងទៅអ្នកខ្លះញ៉ាំគ្រឿងស្រាលអញ្ចឹងទៅវាអត់ស៊ីមត្រីគ្នាទេបងចឹងដាក់តាមចូលចិត្តបន្ទាប់មកខ្ញុំចាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងគ្រឿងដែលបានហាន់ដូចម្ទេសខ្ទឹមនេះនឹងចូលតែម្ដងបងនិយាយពីថាឃើញសម្រាប់គេតែប៉ុណ្្នឹងគួរតំណងញ៉ាំហ្មងដាក់ចូលមាត់ស្រួយឈ្ងុយបងឆ្ងាញ់មែនតែនហើយសម្រាប់ម្ហូបរបស់ខ្ញុំគឺរួចរាល់ត្រឹមប៉ុណ្្នឹងហើយបងងាយតាមពិតវីដេអូនេះគឺខ្ញុំបានធ្វើយូរហើយបងកាយគ្រាន់តែថាការពីមុននឹងកាត់វាអត់ត្រូវខុសបច្ចេកទេសអញ្ចឹងណាហើយថ្ងៃនេះខ្ញុំក៏យកមកកាត់ម្ដងទៀតទៅបងម្ហូបរបស់ខ្ញុំគឺបានរួចរាល់ហើយបងស្រួយឈ្ងុយនិយាយទៅគឺឆ្ងាញ់មែនតែនប្រឡាក់ដាក់ជាមួយម្រេចអីអញ្ចឹងណាក្រៀមដូចយើងញ៉ាំបាយស្រូបបាយអីអញ្ចឹងបងហើយតាមពិតខ្ញុំញ៉ាំពេលថ្ងៃឯងហើយបងកុំភ្លេចជួយ like page like វីដេអូនេះម្នាក់មួយឬក៏ share ទុកធ្វើញ៉ាំអីក៏បានដែរបងអរគុណជម្រាបលាហើយបងកុំភ្លេចថែរក្សាសុខភាពទាំងអស់គ្នាណាបាយ